Vital ចោះចែកអំណោយដោយផ្ទាល់ដល់ជនពិសឹកក្រុមគ្រូពេទ្យនិងវីរៈកងទ័ពសរុបទឹកពិសាចំនួន 10000 កេសនិងស្បៀងចាំបាច់រាប់ពាន់កញ្ចប់តាំងពីថ្ងៃដំបូងនៃចំនួនព្រំដែនចាប់តាំងពីថ្ងៃដំបូងនៃចំនួនព្រំដែនមកម្លេះក្រុមហ៊ុនទឹកពិសា Vital និងមូលនិធិ25រៀលផ្ដួចផ្ដើមនៅគម្រោងជំនួយបន្ទាន់ពី Vital ដែលបានឧបត្ថម្ភទឹកពិសាចំនួន 10000 កេសនិងចុះចែកជំនួយដោយផ្ទាល់នៅសម្ភារៈចាំបាច់រាប់ពាន់កញ្ចប់ដល់គ្រួសារភិសឹកក្រុមគ្រូពេទ្យនិងកងទ័ពជួរមុខនៅខេត្តឧត្តរមានជ័យព្រះវិហារបន្ទាយមានជ័យបាត់ដំបងពោធិ៍សាត់និងកោះកុងកាលពីពេលថ្មីនេះសកម្មភាពនៃគម្រោងនេះបានសរបញ្ជាក់ឲ្យឃើញពីស្មារតីរួបរวมគ្នាខ្មែរតែមួយដែលជាកម្លាំងសាមគ្គីជាតិដ៏រឹងមាំនិងការចូលរួមរបស់ក្រុមហ៊ុនជាតិសម្រាប់ប្រជាពលរដ្ឋខ្មែរនៅក្នុងស្ថានភាពដ៏តានតឹងមួយនេះសកម្មភាពនេះពិតជាគួរឲ្យគោរពនិងកោតសរសើរយ៉ាងខ្លាំងដោយក្រុមហ៊ុនផលិតផលជាតិមួយនេះមិននៅស្ងៀមចូលរួមជួយឈរកាន់តែគៀកជាមួយនឹងគ្រួសារភិសឹកក្រុមគ្រូពេទ្យនិងកងទ័ពជួរមុខជាស្ដែងកាលពីថ្ងៃទី13ធ្នូកន្លងទៅនេះថ្នាក់ដឹកនាំ Vital បាននាំយកជំនួយបន្ទាន់ចុះទៅដែលផ្ទាល់ចែកជូនទារកនិងកុមារភិសឹកនៅជំរុំក្នុងខេត្តឧត្តរមានជ័យព្រះវិហារនិងបន្ទាយមានជ័យក្នុងកញ្ចប់ជំនួយបន្ទាន់របស់ Vital សម្រាប់ចែកជូនទារកនិងកុមារភិសឹករួមមានសម្ភារៈចាំបាច់ជាច្រើនរួមមានកន្សែងពូកគោធំខោទឹកនោមសាប៊ូកក់សក់ដុសខ្លួនដបទឹកដោះគោឈុតខោអាវទារកប្រេងខ្យល់ថ្នាំសង្កូវអាហារចាំបាច់តុក្កតាសៀវភៅផាត់ពណ៌នំចំណីកុមារនិង Vital ចំណុះ1500លីត្រផងដែរមិនត្រឹមតែយកជំនួយទៅដោយផ្ទាល់នៅជំរំភិសឹកនោះទេក្រោយមកទៀតថ្ងៃទី18ធ្នូ Vital បានបន្តជំនួយបន្ទាន់ទឹកពិសាចំនួន 10000 កេសសម្រាប់ជូនទៅដល់វីរៈកងទ័ពជួរមុខដ៏អង្អាចក្លាហាននិងជនភិសឹកជាច្រើនគ្រួសារបន្ថែមទៀតតាមរយៈមូលនិធិជាច្រើនដែលដឹកនាំដោយអ្នកបង្កើតមាតិកាល្បីៗក្នុងបណ្ដាញសង្គមមូលនិធិទាំងនោះរួមមានដូចជាមូលនិធិ ITMOR ចំនួន 3000 កេសមូលនិធិលោកពាក់មីចំនួន 1000 កេសមូលនិធិវិមាន7មករាចំនួន 1000 កេសមូលនិធិគិតជាមួយប៉េងអានចំនួន 1000 កេសមូលនិធិលោកប៉ៃប៉ៃឌីចំនួន 1000 កេសមូលនិធិលោកតាំងគឹមលេងចំនួន 1000 កេសមូលនិធិអ្នកនាងទីនិនចំនួន 500 កេសមូលនិធិលោករិនសុក្រិតចំនួន 500 កេសមូលនិធិអ្នកស្រីផនសុផារីចំនួន 500 កេសមូលនិធិអ្នកស្រីយូរ៉ាចំនួន 500 កេសនិងមូលនិធិអ្នកស្រីយាយសួយចំនួន 500 កេសផងដែរដើម្បីចូលរួមជួយសម្រាលការលំបាកនិងបន្តផ្ដល់កម្លាំងចិត្តដល់បងប្អូនប្រជាពលរដ្ឋភិសឹកក៏ដូចជាវីរៈកងទ័ពជួរមុខកម្ពុជាបន្តបន្ទាប់ទៀតថ្ងៃទី22ធ្នូ Vital បានយកចិត្តទុកដាក់ខ្ពស់ដល់ក្រុមគ្រូពេទ្យឈរជើងនៅមូលដ្ឋានដោយ Vital បាននាំយកស្បៀងចាំបាច់រួមមានទឹកពិសា Vital និងមីជាតិសរុបប្រមាណ 2000 កេសទៅជូនដោយផ្ទាល់តាមរយៈមន្ទីរសុខាភិបាលខេត្តព្រះវិហារខេត្តឧត្តរមានជ័យខេត្តបន្ទាយមានជ័យខេត្តបាត់ដំបងនិងខេត្តពោធិ៍សាត់គោបញ្ជាក់ផងដែរថាលោកជំទាវចឹងសុគន្ធធាវីនាយិកាប្រតិបត្តិក្រុមហ៊ុនទឹកពិសា Vital ក៏បានចូលរួមឧបត្ថម្ភថវិកាចំនួន$50,000និងថ្នាំសង្កូវជាច្រើនដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការរួមចំណែកជួយប្រើប្រាស់ក្នុងការរៀបចំទំនុកបម្រុងស្បៀងអាហារចាំបាច់និងចូលរួមលើកទឹកចិត្តដល់កងទ័ពកម្ពុជាដ៏អង្អាចក្លាហានរបស់កម្ពុជាដែលកំពុងឈរជើងជាប់ជាប្រចាំនៅសមរភូមិដើម្បីការពារបូរណភាពទឹកដីនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃ Vital សូមបួងសួងដល់ទេវតារក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជាបុព្វបុរសខ្មែរគ្រប់ព្រះអង្គនិងវត្ថុស័ក្តិសិទ្ធិក្នុងលោកសូមតាមថែរក្សាការពារកងទ័ពរបស់យើង
និងប្រជាពលរដ្ឋកម្ពុជាឲ្យមានសុខសុវត្ថិភាពនិងឆ្លងផុតនៅដំណាក់កាលមួយនេះ។